ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើវីដេអូអំពីការប្រើប្រាស់ comment pipe នៅក្នុង Linux ជាដំបូងសូមបើក terminal សិនសូមប្រិយធំខ្ញុំធ្វើការចូល ASA របស់ខ្ញុំជាចំណុចដំបូងខ្ញុំសូមប្រើប្រាស់ comment មួយដើម្បីបង្ហាញឈ្មោះ user របស់ខ្ញុំដែលប្រើ comment UMI ហើយជាចំណុចបន្ទាប់ទៀតខ្ញុំសូមប្រើ comment មួយដើម្បី list file ដែលនៅក្នុងសិនរបស់ខ្ញុំដោយប្រើចាប់យកតែ file 3ដំបូងគេទេសម្រាប់ comment គឺយើងប្រើ comment ls nl ហើយនឹង head ហើយយើងប្រើដក3ហើយវានឹង list file 3នៅខាងលើគេយកមកបង្ហាញយើងហើយសម្រាប់ចំណុចបន្តទៀតខ្ញុំសូមធ្វើការបង្កើត file មួយទៀតដោយប្រើ comment touch file name ខ្ញុំប្រើពាក្យsu5 ទៅចុះ su5 test tt ហើយបន្តមកទៀតយើងធ្វើការ list file របស់យើងដើម្បីពិនិត្យមើលថា file យើងបង្កើតបានជោគជ័យអត់តែ enter ហើយយើងឆែកមើលទៅយើងឃើញថា su5 file su5 test យើងគឺបង្កើតបានជោគជ័យហើយស្រាប់ចំណុចបន្តទៀតយើងធ្វើការ save ទៅលើ file su5 test យើងដែលយើងប្រើ comment nano su5 test.txt ហើយយើង enter ហើយយើងធ្វើការវាយពាក្យចូលបានសម្រាប់ពាក្យ banana apple papaya mango និង watermelon ហើយយើងធ្វើការ save ហើយបន្តទៀតយើងធ្វើការបើក file ដែលយើងកើតមុននេះដោយប្រើ comment cat.clear su5 test.txt pipe nl ហើយយើងចង់យកតែ3អក្សរ3ខាងលើទេអញ្ចឹងយើងធ្វើការប្រើដូចមុននឹងអញ្ចឹងគឺយើងប្រើលេខដក2ហើយយើង enter មកជាសូមអធិស្ឋានខ្ញុំវាយខុសតិចតួចខ្ញុំសូមវាយមកទៀត cat su5 test t nl គឺយើងត្រូវការប្រើពាក្យ head ហើយយើងដក3ដូច្នេះវានឹងចាប់file 3នៃយើងសេមុនបញ្ចូលមុនហ្នឹងគឺចាប់តែ3ខាងលើទេហើយសម្រាប់ការងាររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្រូ